គុណទានអ្នកមត្ថុរតនតយសៈខ្ញុំប្រកាសសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតជារតនៈដល់ឧត្តមឧត្តមពងពុះភាសាសូមក្រាបថ្វាយបង្គំចំពោះព្រះមេគុណស្រុកណាស្ទឹងនេះផងដែរក្រាបថ្វាយបង្គំគុណចាស់នៅក្នុងផ្ទះគេហដ្ឋាននេះផងដែរទាំងដល់សេចក្តីជ្រះថ្លាចម្រើនពរញាតិញោមទាំងអស់គ្នាផងដែរអនុមោទនាញាតិញោមមួយអនុមោទនាជាស្រ័យផងដែរណាញោមនៅខាងក្រៅបងស្ងាត់តិចណាញោមអ្នកបរិភោគបាយបរិភោគនំនែកអីហ្នឹងស្ងាត់តិចហ្នឹងហើយសុំស្ងាត់តិចបងអាត្មាទេសតា10នាទីជាងឯង20នាទីអីយ៉ាងយូរបងហ្នឹងហើយយ៉ាងយូរវិញ20អូអត់អីភ្នែកអាត្មាមើលបានអត់អីហ្នឹងហើយស្ងាត់តិចញោមណាក៏សូមជាស្រ័យស្ងាត់20នាទីទៅបើអាត្មាអត់ទេសយូរទេបើលោកមាន12អង្គមកវត្តអង្គពុនរាជមាន12អង្គអញ្ចឹងទៅអីគេមកទទួលខណ្ឌស្លាបអង្គគេមកប្រគេនខណ្ឌស្លានៅវត្តអង្គហើយទៅបន7ព្រៃផងឥឡូវនេះសូមឲ្យញាតិញោមទាំងអស់គ្នាហ្នឹងស្ងាត់តិចណាដើម្បីស្ដាប់ពធទេសនាមួយផ្លែតតិចទៅហើយញាតិញោមអ្នកម្ចាស់ទានប្រធានដើមបនមានលោកយាយបាសេកាពេជ្រអានទៀតនឹងឲ្យព្រមទាំងកូនចៅនឹងឲ្យលោកមនសមនទៀតលោកមនសមននិងភរិយាព្រមទាំងបុត្រលោកមនសាស្អីគេសមនទៀតក៏នឹងមនសមនទៀតនិងភរិយាព្រមទាំងបុត្រនឹងឲ្យលោកអ្នកស្រីមនសំអាតទៀតព្រមទាំងបុត្រនឹងហើយនឹងឲ្យជាម្ចាស់ទានប្រធានដើមបុណ្យនឹងឯងដែលគាត់បានធ្វើបុណ្យសង្ឃតក្កណានុបទានសង្ឃទានដើម្បីឧទ្ទិសទាននឹងឯងជូនទៅដល់ជីដូនជីតាដែលឪពុកម្ដាយឬក៏ជីដូនជីតាចឹកចែកកងម៉ាដែលបានស្លាប់ទៅហើយមួយយ៉ាងវិញទៀតក៏ជាធម្មបណ្ដាការនៃការធ្វើបុណ្យតក្កណានុបទានបុណ្យសង្ឃតក្កណានុបទាននេះផងដែរដើម្បីជាបសាទោមនោសញ្ចេតនានៃការជ្រះថ្លានៅក្នុងពុទ្ធសាសនាហើយក៏រលឹកឃើញនៃបុណ្យកុសលដែលយើងបានប្រព្រឹត្តទៅនៅក្នុងពេលវេលាឱកាសនេះផងដែរតែនឹងឲ្យដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រកាសសម្ដែងតាក់ទងជាមួយដែលយើងខិតខំព្យាយាមបំពេញបុណ្យកុសលដែលជីវិតរបស់យើងនឹងឯងគឺនៅមានជីវិតអញ្ចឹងអាងជីវិតរបស់យើងនឹងឯងនៅអាចរស់ស៊ីបានអាចធ្វើបុណ្យអាចធ្វើអីបានដោយយើងបានធ្វើសេចក្តីល្អគ្រប់បែបយ៉ាងអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងបានសេចក្តីសុខបានសេចក្តីចម្រើនក៏នៅក្នុងពេលវេលាដែលញាតិញោមបានធ្វើបុណ្យកុសលនេះផងដែរអនុមោទនាបងថាឲ្យលឺតិចមកញោមស្ងាត់ជ្រាបអញ្ចឹងអនុមោទនាណាញោមស្ងាត់តិចទៅបងស្ងាត់ឲ្យឆឹងមើលញោមមើលព្រោះស្ដាប់អាត្មាម្ដងមើលហ្នឹងហើយស្ដាប់តា10នាទីជាងហើយឯងបងអាត្មាទេសនាអត់យូរទេបងតែគ្រាន់តែជាលក្ខណៈបណ្ដាការឲ្យញាតិញោមទាំងអស់គ្នានឹងធ្វើបុណ្យនៅពេលហ្នឹង
nhiệt nhôm rồng pưng ban ấy thuộc bón nâng rồng pưng ban này kì ban bon ban sực đầy sọc trời ghế nâng lại ban sực đầy sọc pria sầm a sam phật ông bạc ca sầm đại tiệt tôm chầm môi nâng ông bạc ca sầm đại nơiក្នុងông bạc ca sầm đại tiệt tôm chầm môi kia tha mũi ông tha buộc cô đại ban thưa bón rồi mấy ban sầm rạch pi giang chẳng á sầm rạch tiếng pa chập bon nâng mũi sầm rạch tiếng pa rồi lục nâng mũi ông bạc ca sầm đại chẳng phần sân ba nẹt tầng ọt kia nâng này cả na đại nẹt tầng ọt kia nâng thưa bon nẹt một đòn nâng rồi mấy sập bài nơiក្នុង ភព ទាំង ពីរ អញ្ចឹងញោមណាសបាយភពទាំងពីរសបាយយ៉ាងម៉េចសបាយបច្ចុប្បន្នហ្នឹងញាតិញោមធ្វើបុណ្យកុសលសួរថាញោមរាប់ញាតិទេញាតិញោមទាំងអស់គ្នាញោមអើយញោមឮអត់អនុមោទនាក៏ញាតិញោមធ្វើបុណ្យកុសលនេះសួរថាញាតិញោមរាប់ញាតិអត់រាប់ទេរាប់ញាតិញោមទាំងអស់គ្នាធ្វើបុណ្យមិនទៅហៅភ្ញៀវមិនចឹងហ៎ក៏ធ្វើបុណ្យវាខុសពីរៀបអីគេរៀបការធ្វើបុណ្យអត់ទោះជាខាតក៏ដោយក៏យើងពេញចិត្តនឹងធ្វើដែរប៉ុន្តែការតខាតហើយចប់ហើយអញ្ចឹងណាតោះនេះប៉ុន្តែញាតិញោមទាំងអស់គ្នាអាត្មាភាពគាត់ទៅលើកមួយថាវាធ្វើបុណ្យវាមាន3យ៉ាងនោះអាត្មាតែតែពោរឿយបុណ្យមួយទៀតបុណ្យមួយយើងទូទាត់អាត្មាធ្លាប់និយាយហើយទូទាត់លាត់សោយជាលក្ខណៈរោងអីអស់ប្រមាណធុងបាសអីមេក្រូអស់ប្រមាណអីចែកតៃទាននឹងអស់ប្រមាណទូទាត់លាត់សោយទៅវាគិតថាខាតនឹងបុណ្យទី1ណាបុណ្យទី2ទៀតធ្វើបុណ្យទូទាត់លាត់សោយឲ្យគ្រប់បែបយ៉ាងនៅសល់លុយចំណាញ់ហ្នឹងហើយចំណាញ់ហើយធ្វើបុណ្យមួយទៀតទូទាត់លាត់សោយឲ្យរួចខ្លួនតើ3ហ្នឹងញោមចង់បានមួយណាទី1នឹងឯងខាតជាលក្ខណៈថាធ្វើបុណ្យទូទាត់លាត់សោយហើយវាខាតអញ្ចឹងណាខាតហ្នឹងហើយទី2ជាលក្ខណៈទូទាត់លាត់សោយចំណាញ់ទី3ទូទាត់លាត់សោយហើយវាអត់ខាតហើយក៏មិនចំណាញ់ដែរញោមយកមួយណាយកអានញោមអានក៏អពូម្ចាស់ទានប្រធានដើមបុណ្យគឺញោមអានមើលញោមអានយកមួយណាយកទីម៉ានយកទី1ហ៎ហ្នឹងហើយពួកយើងធ្វើបុណ្យនេះដើម្បីឲ្យលះទានតោះនេះដើម្បីលះទានមិនមែនថាធ្វើបុណ្យនឹងឯងយកមកចំណេញទេអញ្ចឹងណាយើងធ្វើបុណ្យដាក់ទាននេះពាក្យថាបុណ្យប្រែថាការធ្វើសេចក្តីល្អអញ្ចឹងណាការធ្វើសេចក្តីល្អដល់គ្នានឹងគ្នាអញ្ចឹងប្រសិនបើញាតិញោមទាំងអស់គ្នានឹងឯងបានធ្វើសេចក្តីល្អបានបំពេញតួនាទីខ្លួនឯងហ្នឹងរមែងសប្បាយទាំងភពទាំងពីរភពទី1នឹងឯងគឺញាតិញោមទាំងអស់គ្នាបច្ចុប្បន្នហ្នឹងទៅណាទៅណីគេថាអូលោកយាយអានថ្ងៃមុនធ្វើបុណ្យណាអញ្ចឹងគេចេះរាប់អានញាតិមិត្តអញ្ចឹងទៅណាទៅណីអញ្ចឹងទៅលោកយាយអានថ្ងៃមុនគាត់ថ្វាយទានរក្សាសិលអញ្ចឹងសួរថាខ្ញុំអានហ្នឹងគាត់ក៏អូបឈ្មោះទេឈ្មោះគាត់ក៏អូបទេក៏អូបមើលញោមញាតិទាំងអស់គ្នាមើលគាត់ណាឮថាខ្ញុំអានថ្ងៃមុននេះថ្ងៃអាទិត្យហ្នឹងគាត់បានធ្វើទានគាត់បានអីឮផ្សាយដល់វត្តអង្គឮផ្សាយដល់តោតម៉ាឮផ្សាយដល់គោរមៀតសួរថាឈ្មោះខ្ញុំអានហ្នឹងក៏អូបទេក៏អូបអត់ញោមក៏អូបផ្សាយទូលំទូលាយអញ្ចឹងអាត្មាភាពគាត់តែបញ្ជាក់ថាញាតិញោមធ្វើបុណ្យហ្នឹងរមែងសម្រេចបុណ្យរមែងសម្រេចទាំងពីរទាំងបច្ចុប្បន្នផងទាំងអនាគតផងបច្ចុប្បន្នធ្វើឲ្យញាតិញោមទាំងអស់គ្នាហ្នឹងបានសេចក្តីសុខអ្នកដតីគេរាប់អានបើសិនបើឧទាហរណ៍ថាញោមធ្វើអំពើអាក្រក់សួរថាមកភូមិតោតម៉ានេះមានគេរាប់អានទេមានទេអត់ទេមិនអញ្ចឹងញោមអានហ៎ត្រូវទេហ្នឹងអញ្ចឹងកាលណាដែលញាតិញោមទាំងអស់គ្នាធ្វើសេចក្តីល្អហ្នឹងហើយធ្វើសេចក្តីល្អឲ្យអ្នកដតីនឹងឯងគេរាប់អានគេពេញចិត្តគេស្រឡាញ់អញ្ចឹងខ្ញុំអានឬអាត្មានិយាយហ៎
lư ở lư à atma chói của mình atma xuống của mình chói vào nâng à chẳng nhôm an phước bon đam bay ấy đam bay ấy mà đam bay sực đầy sọc nâng à nó đam bay sực đầy sọc chẳng phước bon trục bay giang nâng mình men than là ná cứ đưa môi con là ná tê trong ban tay sực đầy sọc đôi tạch niên nâng xua tháp và sân bao nhôm tự biên nè đợt tây tơ sầm lạp nè đợt tây tơ lùi trộm nè đợt tây tơ bậc phật ấy cục bay giang nơi non pan chả cam mà con nâng xua thành nhôm tầng ọt địa bàn sực đầy sọc thế việc ọt thế đó nâng à tự lùi mà tô kê bật lan mật tự lùi mà tô kê màu tiêu hó nó tự lùi mà tô kê màu pli màu chạp tới ban sực đầy sọc ấy ọt tự biên nè đợt tây tự lùi plon tự lùi tự biên nè đợt tây sập tự sầm lạp nè đợt tây bật lan màu dương ban tại sực đầy sọc mà trộm nâng anh còn tay bật lan kê màu biên vịnh chẳng á xua tập ban sực đầy sọc ấy chẳng Phật sân bao nhôm thưa sực đầy lõ nè phải chở bọt nâng à nhiệt nhôm ban rẽ xa sơ ban phai tiên rẽ xa sơ cực bài vàng nè ná cô lập bay cho mùa tay nè ná cô chỉ lẹ cả nát thả ban thưa sực đầy lõ chẳng nhôm nâng ai ban thưa sực đầy lõ nè đợt tây nâng ai kê rộp kê bình chất nhiệt nhôm tầng ọc nè nâng ai ban sực đầy sọc đi hơi cứ chiaประโยค phải chở bọt đại thưa ai nhiệt nhôm tầng ọc nè nâng sờ bài chất định riêng nơiក្នុងប្រយោគ phải chở bọt nâng chẳng á hay nhiệt nhôm tầng ọc nè từ na sật tự nhiệt mất từ na đòi kê score kê rộp còn ai là từ na đại kê mình bình chất sừng công kê ọt rộp ấy chuyện đạo nâng xua thầy dương bình chất ấy xua thầy dương sờ bài đấy chỉ bật là bao dương nâng thế chẳng á chẳng xông ai nhiệt nhôm tầng ọc nè nâng vô át tần ấy bịa thả bon vô át tần ấy bịa thả bon của sao đại nhiệt nhôm tầng ọc nè thưa nơiក្នុងថ្ងៃនេះធ្វើនៅក្នុងពេលអនាគតធ្វើនៅក្នុងពេលអតីតចឹងសូមឲ្យញាតិញោមទាំងអស់គ្នាពាក្យថាបុណ្យកុសលនេះគឺប្រែថាសេចក្តីល្អការបំពេញតួនាទីខ្លួនឯងនឹងឯងដើម្បីឲ្យបានសេចក្តីសុខហើយព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រកាសសម្ដែងថាវារីករាយទាំងពីររីករាយទាំងបច្ចុប្បន្នផងរីករាយទាំងអនាគតផងញាតិញោមទាំងអស់គ្នាបងញាតិញោមទាំងអស់គ្នាបានធ្វើបុណ្យកុសលហើយនេះជាតិក្រោយញាតិញោមទាំងអស់គ្នាអត់ភ័យទេញាតិញោមណាញាតិញោមជឿតែជាតិក្រោយមានទេជឿអត់ញោមយាយទាំងឡាយជឿទេញោមស្អែកមានអត់ស្អែកមានទេម្សោមិញមានអត់ម្សោមិញមានអត់ម្សោមិញមានស្អែកមានទេមានអត់មានបុណ្យកុសលជាតិមុខជាតិក្រោយក៏ដូចគ្នាណាជាតិមុខជាតិក្រោយក៏ដូចគ្នាហើយបើសិនបើញាតិញោមទាំងអស់គ្នាអត់ព្យាយាមបំពេញបុណ្យកុសលទេញាតិញោមទាំងអស់គ្នាបច្ចុប្បន្ននឹងអត់បំពេញបុណ្យកុសលទេទៅទេវតាឥឡូវនេះញាតិញោមបានបំពេញកុសលតិចទៀតញោមអានតែអស់ជីវិតទៅញោមអានទៅតើទេវតាហើយណាទៅកើតជាទេវតាកើតជាទេវតាសិតតែសួរនៅពៀនសួរសិតតែរបស់ទឹកទាំងអស់ណាអត់មានទៅនេះទេជីវិតរបស់យើងគឺតែងតែមានសេចក្តីស្លាប់ជានិច្ចកាលប៉ុន្តែសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបានបំពេញតួនាទីបានធ្វើសេចក្តីល្អកុំឲ្យយកអដៃជើងដែលកើតដោយសារបុណ្យនេះញាតិញោមទាំងអស់គ្នាមើលដៃជើងដែលយើងស្អាតសម្បល់ដែលយើងសណាខ្លួនប្រាណរបស់យើងមានការស្អាតបាតគ្រប់បែបយ៉ាងអានឹងដោយសារអីដោយសារគុណចាស់អ្នកឲ្យឬមួយក៏ដោយសារខ្លួនឯងដោយសារតែខ្លួនឯងហ្នឹងណាញាតិញោមណាក៏ណដ្ឋិកម្មੰសមាំងពលំកម្លាំងអ្វីស្មើដោយកម្លាំងកម្មគឺអត់មានទេណាកម្មដែលញាតិញោមបានថ្វាយទានណាញាតិញោមចង់បានសម្បុរល្អថ្វាយជីវរដល់ព្រះសង្ឃទៅគឺបានសេចក្តីល្អវណ្ណតោហោនទៅវណ្ណតោអ្នកឲ្យពណ៌សម្បុរឈ្មោះថាឲ្យអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌សម្បុរហ្នឹងហើយយានតោសុខិតោហោនតោអ្នកឲ្យយានឈ្មោះថាឲ្យសេចក្តីសុខហ្នឹងហើយអ្នកឲ្យនៅរបស់ដែលបរិភោគរមែងបានរបស់បរិភោគអញ្ចឹងណាហ្នឹងហើយហើយអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបាននៅក្នុងពេលវេលាឱកាសនេះយើងបានបំពេញបុណ្យកុសលយើងបានថ្វាយទានរក្សាសិលជាតួនាទីដែលញាតិញោមទាំងអស់គ្នានឹងឯងត្រូវបំពេញតួនាទីខ្លួនឯងនឹងឲ្យបានសេចក្តីសុខបានសេចក្តីចម្រើន
ព្រោះថាជីវិតរបស់យើងនឹងឯងវាមានប្រមាណតិចតួចណាហ្នឹងហើយជីវិតមានតិចកុំបាច់ធ្វើបាបថ្នាក់ថ្នងសុខភាពសម្រាប់សាងល្អសន្សំធម៌ស្អាតសង្វាតធម៌សឲ្យដូចជាស្កររក្សារសផ្អែមទឹកមួយក្រឡង់កំក្បងនឹងដៃនាំឲ្យចង្រៃល្អវើវឹកស៊ូលុតជង្គង់បង្អោនក្រែផឹកគ្រាន់បានមួយក្អឹកបំបត្តិថាកណែកំណាប់នឹងព្រោះណាជីវិតមានតិចកំបាច់ធ្វើបាបអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងជីវិតរបស់យើងគឺមានប្រមាណតិចតួចណាស់សូមកុំឲ្យញាតិញោមទាំងអស់គ្នាមានសេចក្តីប្រមាទថាជីវិតរបស់អាចនឹងរស់បានយូរអីណាសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបានថ្វាយទានធ្វើម៉េចឲ្យយើងបានធ្វើបុណ្យកុសលទុកជាស្ពានណាវាអត់មាននរណាជួយនរណាបានទេក្រៅអំពីខ្លួនឯងអត្តាហេអត្តណោនាថោខ្លួននឹងឯងជាទីពឹងខ្លួនឯងអត់មាននរណាមួយឲ្យទីពឹងខ្លួនឯងបានទេគុណចាស់យោនតារាគាត់តែប្រកាសសម្ដែងប៉ុណ្ណឹងគាត់តែប្រាប់ដល់ញាតិញោមទាំងអស់គ្នាប៉ុណ្ណឹងទេអត់មានថាគុណចាស់អ្នកសម្ដែងធម៌ទេសនានឹងឯងអាចជួយញាតិញោមទាំងអស់គ្នាទៅកាន់ទីបរមសុខពលគឺនៅព្រះនិព្វានអត់អាចទៅកើតទេគាត់តែប្រកាសសម្ដែងញាតិញោមទាំងអស់គ្នាបានយកចិត្តទុកដាក់ស្ដាប់ពធនឹងហើយយកពធនឹងឯងយកទៅបប្រតិបត្តិទៅតាមនឹងទៅគឺបានសេចក្តីសុខបានសេចក្តីចម្រើនអនុមោទនីអញ្ចឹងអាត្មាភាពគាត់តែចង់ប្រមូលអត្តន័យមកវិញគឺចង់បញ្ជាក់ថាញាតិញោមទាំងអស់គ្នានឹងធ្វើបុណ្យនឹងឯងគឺបានសម្រេចទាំងពីរណាគឺរីករាយទាំងពីរគឺរីករាយទាំងបច្ចុប្បន្ននឹងផងរីករាយទាំងអនាគតផងឯងហើយញាតិញោមទាំងអស់គ្នាខំព្យាយាមធ្វើបុណ្យទៅព្រោះថាបុណ្យកុសលនឹងឯងវាមិនងាយបានធ្វើដោយងាយទេសម័យលោកពោតអីហ្នឹងលោកតាពោតអីហ្នឹងញាតិញោមទាំងអស់គ្នាដឹងហើយអាត្មាភាពកើតបន្ទាន់ប៉ុន្តែលោកយាយគាត់ចេះតែនិយាយប្រាប់ថាវាមិនងាយបានធ្វើបុណ្យទេឥឡូវនេះញាតិញោមបានរក្សាសិលរហូតដល់វិជុនៅក្នុងមុងទៅទៀតពធប្រកាសសម្ដែងនៅក្នុងមុងទៅទៀតចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបានសេចក្តីសុខបានសេចក្តីចម្រើនដោយអានុភាពនៃការញាតិញោមទាំងអស់គ្នាបានបំពេញតួនាទីជាកុលបុត្រកុលធីតានៃការរស់នៅដោយមិនទៅបៀតបៀនអ្នកដទៃដោយធ្វើសេចក្តីល្អទុកនៅក្នុងសន្តានចិត្តរបស់យើងនឹងឯងជាបច្ច័យនៃការរួចផុតចាកទាំងពួងសូមអនុមោទនាគណៈឲ្យចូលរួមប៉ុណ្ណឹងទៅចោះមានប្រមាណប៉ុណ្ណឹងហើយមានការខ្វះខាតលើសលោកពាក្យសម្ដីយ៉ាងណាសូមជាស្រ័យខន្តីភ័យទោសដល់ខ្ញុំប្រកាសអាត្មាភាពផងទៀតហើយបុណ្យកុសលគ្រប់បែបយ៉ាងសូមប្រគេនដល់គុណចាស់ជូនដល់ញាតិញោមទាំងអស់គ្នាហើយជាពិសេសម្ចាស់ទានប្រធានដើមបុណ្យហើយក៏ដូចជាញាតិញោមសាច់សាលោហិតរបស់ម្ចាស់ទានប្រធានដើមបុណ្យមានលោកតាពេជ្រលោកយាយវោចប្អូនលោកប្អូនពេជ្រប៉ុនប្អូនអឿនលោកតាម៉ៅលោកយាយអួនលោកម៉ៅមនលោកម៉ៅមិញលោកមុនច័ន្ទមុលមុនច័ន្ទម៉ាចលោកតាជាលោកយាយអុនលោកជាហ៊ុនបងជាអាយលោកតាឈឿនលោកយាយសុនលោកតាហ៊ីងលោកយាយអាយប្អូនចិនហ្នឹងហើយដែលគាត់បានបែកបាក់ហ្នឹងហើយដែលគាត់បែកឈ្មោះទាំងប្រមាណហ្នឹងដែលគាត់បានបែកបាក់លាកាន់លោកនេះទៅកាន់លោកខាងមុខនឹងឯងសូមឲ្យពពួកញាតិរបស់ម្ចាស់ទានប្រធានដើមបុណ្យនឹងឯងត្រេកអរបុណ្យកុសលនេះហើយសូមឲ្យជាអ្នកដល់នៅសេចក្តីសុខគ្រប់ពេលវេលាទៅហងសូមអនុមោទនារីបធម៌ដែលខ្ញុំអាត្មាភាពលើកមកប្រមាណប៉ុណ្ណេះក៏សន្មតថាចាប់តែប៉ុណ្្នឹងឯងអេវ៉ាំង